មកទីនេះបងប្អូនបាទថ្ងៃនេះខ្ញុំអ្នកចំការខ្ញុំមកទីបងប្អូនតើសុខសប្បាយបងប្អូនបាទទាំងបងប្អូនកុំភ្លេចជួយ like comment ដល់អ្នកគ្នាបងប្អូនអមមកដែលថ្មីបាទថ្ងៃនេះខ្ញុំមានវីដេអូមួយបង្ហាញពីការច្នៃពីសបកពងមាន់ពងទាដែលយើងប្រើប្រាស់រួចនេះបងប្អូនក៏បងវាចោលណាបងប្អូនអាចយកវាមកច្នៃដូចខ្ញុំចឹងយើងយកសបកមកច្របាច់វាដើម្បីធ្វើជាជីកំប៉ុស្តបានចឹងអានេះវាគឺជាអត្ថប្រយោជន៍មួយសម្រាប់ដាំដំណាំបងប្អូនបានចឹងបងប្អូនអាចទស្សនាមើលវីដេអូនេះបានបងប្អូនបានឥឡូវពួកខ្ញុំកំពុងតែរៀបចំច្នៃឲ្យបានដើម្បីដាក់ដាំបន្លែនិងដំណាំបាទបងប្អូនមើលវីដេអូនេះទៅយើងអាចធ្វើដូចខ្ញុំបានច្នៃរបស់ដែលមិនប្រើប្រាស់យើងអាចយកមករៀបចំចឹងបានធ្វើដូចចេះចឹងក៏បានដែរបងប្អូនបាទយើងច្របាច់វារាយដាក់លើដំណាំរបស់យើងទៅបងប្អូនបាទហើយមានសក្តិដូងបាទតើមកយើងស្រោចទឹករបស់វាទៅហើយនឹងរយៈពេលក្រោយមកយើងអាចចេញជាលទ្ធផលបែបនេះបានចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងបងប្អូនហេងស៊ូស៊ូដល់គ្នាបាយបាយ